សួស្តីអ្នកបានបត់កោជើងរបស់អ្នកនឹងរបួសសក់ជើងរបស់អ្នកទេខ្ញុំប្រកាសថាអ្នកកំពុងជួបការជិះចាប់និងការក្រឡាប់នឹងបញ្ហាជាច្រើននៅលើនេះវាសំខាន់ណាស់ដែលអ្នកត្រូវទៅជួបអ្នកជំនាញនិងធ្វើការវិតម្លៃការរបួសសក់ជើងអាចជាការរបួសសក់ជើងធម្មតាឬការរបួសសរសៃពោះដ៏ធំជុំវិញវាសំខាន់ជានិច្ចក្នុងការធ្វើការវិតម្លៃមុននោះនៅផ្ទះសូមប្រកាសថាអ្នកសម្រាប់កោជើងរបស់អ្នកដាក់ទឹកកកលើកវាឡើងនិងប្រើថ្នាំបន្ថយការរលាកដើម្បីបន្ថយការក្រឡាប់សំខាន់ណាស់សូមប្រកាសថាអ្នកមិនមើលរំលងការរបួសហូបជើងទេប្រសិនបើវាជាការរបួសតូចវានឹងធ្វើឲ្យអ្នកអង្គុយនៅផ្ទះរយៈពេល2 3សប្តាហ៍ប៉ុណ្ណោះប៉ុន្តែប្រសិនបើវាជាការរបួសធំវាអាចត្រូវការព្យាបាលរយៈពេល6សប្តាហ៍ប៉ុន្តែសំខាន់ជាងនេះប្រសិនបើអ្នកមើលរំលងវានឹងនាំឲ្យមានរោគសញ្ញាឈឺចាប់រ៉ាំរ៉ៃដែលអាចរំខានអ្នកបានយូរអង្វែងប្រសិនបើអ្នកបានជួបជាមួយអ្នកជំនាញហើយគាត់ផ្ដល់យោបល់ឲ្យអ្នកធ្វើការវិតម្លៃបន្ថែមប្រហែលជាត្រូវធ្វើការថត X-ray ដើម្បីបញ្ជាក់ថាមិនមានការបាក់បែកនិងធ្វើ MRI ដើម្បីបញ្ជាក់ថាមិនមានការរបួសសរសៃពោះហើយក្នុងករណីមានការរបួសសរសៃពោះធំជាមួយនឹងភាពមិនស្ថិតស្ថេរវិជ្ជបណ្ឌិតរបស់អ្នកអាចផ្ដល់យោបល់ឲ្យអ្នកធ្វើការវះកាត់កោជើងដើម្បីស្ថានភាពស្ថិតស្ថេរវិញសូមអរគុណ